បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកសំចៃចម្លែករុក្ខជាតិមួយទៀតឲ្យបងប្អូនណាតើតិននឹងឱសថបុរាណខ្មែរយើងហើយយកទៅប្រើដើម្បីសុខភាពបងប្អូនហើយរុក្ខជាតិនេះឈ្មោះថាពេជ្រកុមារឬកុមារព្រិចបងប្អូនហើយតើតិននឹងឱសថបុរាណខ្មែរយើងដូចជាកបនឹងជំងឺបេះដូងអ្នកណាដែលមានជំងឺបេះដូងបងប្អូនហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទៅតាមដានវីដេអូរបស់ខ្ញុំបាទទាំងស្រុងដូចតទៅសូមអញ្ជើញបងប្អូន នេះឃើញមួយឃើញហើយនេះអូជំរាបសួរបងប្អូននេះខ្ញុំដើរឃើញនៅភ្នំគិរីរម្យបងប្អូនហើយរុក្ខជាតិនេះផងដែរបងប្អូនឃើញផ្លែទេឈ្មោះថាពេជ្រកុមារឬកុមារព្រិចបងប្អូនឃើញទេបងប្អូនមើលឲ្យច្បាស់ហើយស្លឹកវាឆែកជា3អញ្ចឹងបងប្អូនខ្ញុំកាន់នេះខ្ញុំកាន់ណាបងប្អូនមិនងាយរកឃើញទេបងប្អូនដើរនៅក្នុងព្រៃគិរីរម្យនេះតែមិនឃើញតែម្ដងនឹងគាត់បងប្អូនហើយប្រើតេតិននឹងឱសថបុរាណខ្មែរយើងហើយបកែខាងផ្នែកបេះដូងបងប្អូនយកទៅប្រើហើយអាហ្នឹងគេប្រើអត់ប្រើដើមប្រើស្លឹកអីទេបងប្អូនណាគេប្រើជាមើមរបស់វាហើយបងប្អូនជីកមើមយកទៅប្រើក្នុងលក្ខណៈជាឱសថបុរាណរបស់យើងហើយឱសថបុរាណរបស់យើងកាលណាគេប្រើឲ្យចំគោលដៅគេប្រើតាមក្បួនខ្នាតជាប្រើជាក្រាមជាអីទៅធ្វើឲ្យសុខភាពល្អផងបងប្អូនហើយដូចជារុក្ខជាតិពេជ្រកុមារនេះវាមានប្រយោជន៍ផ្នែកបេះដូងបងប្អូនហើយបើសិនណាបងប្អូនយកទៅប្រើបងប្អូនហាលមើមនឹងឲ្យស្ងួតទៅយកទៅប្រើបងប្អូនមានជំងឺអាការៈបេះដូងឈឺបេះដូងអញ្ចឹងបងប្អូនយកទៅប្រើប៉ុន្តែរុក្ខជាតិនេះវាកម្របន្តិចនៅខាងគិរីរម្យយូរដើរឃើញតែម្ដងហ្នឹងទេបងប្អូនដើររាប់ផ្លេចដងហើយគិរីរម្យដែលខ្ញុំទៅពិនិត្យមើលរុក្ខជាតិថ្នាំដែលដុះនៅក្នុងហ្នឹងតែវាដុះប្រភេទអញ្ចឹងបងប្អូននៅដីអញ្ចឹងដើរបានឃើញតែម្ដងហើយផ្លែវាអញ្ចឹងបងប្អូនជួយចំណាំណាបងប្អូនណាហើយបើយើងលាត់ទៅរៀងសវាបាតអាដែងស្លឹកក្រោមនោះរៀងសតិចមានរោមតិចទេបងប្អូនហើយបងប្អូនយកឬទៅប្រើអ្នកជំងឺបេះដូងណាបងប្អូនហើយកាលណាយើងចេះដាក់ចេះលេរុក្ខជាតិកាលអិសីពីដើមនៅគ្រូបុរាណជើងចាស់ពីដើមកាលនៅអាណាចក្រកម្ពុជាប្រទេសយើងមហាអំណាចប្រទេសយើងធំនោះបងប្អូនគេប្រើរុក្ខជាតិតែមួយទេដើម្បីព្យាបាលរោគកាលណាមានរោគ2រុក្ខជាតិគេប្រើរុក្ខជាតិ2ប៉ុន្តែរុក្ខជាតិតែមួយបើគេប្រើកាលណាមានរោគ2ហើយរុក្ខជាតិនឹងត្រូវ2ក៏គេប្រើរុក្ខជាតិតែមួយដែរចង់និយាយអញ្ចឹងហើយបើសិនជាបងប្អូនមើលថាមានប្រយោជន៍បងប្អូនជួយ like ជួយ share ជួយ subscribe ឲ្យខ្ញុំបានដាក់មួយបងប្អូនព្រោះអីរុក្ខជាតិនេះសំខាន់ណាស់ហើយបងប្អូន share ទៅដើម្បីឲ្យគេស្គាល់មិនងាយបានឃើញទេដុះនៅព្រៃគិរីរម្យនៅនោះនៅកណ្ដាលព្រៃតែម្ដងបងប្អូនសូមអរគុណសូមជម្រាបលា